ក្រសួងរៀបចំដែនដីចាប់ផ្ដើមចែកប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរីលេងនវត្រាដំណាក់កាលទី3ចំនួន 2463 ប័ណ្ណក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកវិធីប្រគល់ប័ណ្ណកម្មសិទ្ធិដល់អតិថិជនបុរីលេងនវត្រាគម្រោងផ្លូវជាតិលេខ 6A និងជ្រែក100ដំណាក់កាលទី3ចំនួន 2463 ប័ណ្ណនៅព្រឹកថ្ងៃទី 27 ខែវិច្ឆិកានៅទីស្តីការក្រសួងក្រមអធិបតេយ្យភាពឯកភាពផ្សាយសំអាលឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសាយសំអាងបានអំពាវនាវសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងកន្លងមកនិងបញ្ជាក់ថាក្រសួងកំពុងខិតខំដោះស្រាយឲ្យបានរហ័សនិងទូលំទូលាយដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានកម្មសិទ្ធិពេញលេញលើផ្ទះនិងដីឡូតិ៍ឯកឧត្តមបានលើកឡើងថាក្រសួងតែងតែចង់ឃើញប្រជាពលរដ្ឋមានដំបូលជ្រកមានជីវភាពសុខសាន្តនិងមានចំណូលសមរម្យឯកឧត្តមបានផ្ដល់អនុសាសន៍ឲ្យអតិថិជនរស់នៅជាសហគមន៍ល្អដោយគិតគូរអំពីផ្លូវទឹកភ្លើងបរិស្ថានសុវត្ថិភាពនិងការដាំដើមឈើក្នុងទីកន្លែងរស់នៅក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុនបុរីនិងអគារដើម្បីធានាលំហូរសាច់ប្រាក់និងជួយឲ្យប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ទាបសម្រាប់ការបង់ថ្លៃផ្ទះនិងដីឡូតិ៍ការចែកប័ណ្ណកម្មសិទ្ធិនិងនីតិវិធីចុះបញ្ជីផ្ទេរត្រូវអនុវត្តរយៈពេល3ថ្ងៃពីថ្ងៃទី 27 ដល់ 29 ខែវិច្ឆិកាឆ្នាំ 2025 នៅក្រសួងរៀបចំដែនដីសម្រាប់អតិថិជនក្នុងតំបន់ជ្រែក100និងអន្លង់ស្លែងស្រុកមុខកំពូលខេត្តកណ្ដាលក្នុងដំណាក់កាលទី3នេះអតិថិជនដែលបានបង់ប្រាក់គ្រប់ 100% អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិក្នុងក្របខ័ណ្ឌច្បាប់ដោយភ្ជាប់កិច្ចសន្យាលក់ដីច្បាប់ដើមវិក័យប័ត្របង់ប្រាក់ឬឯកសារភស្តុតាងបង់ប្រាក់និងឯកសារពាក់ព័ន្ធផ្សេងៗតាមតម្រូវការ